បងប្អូនទាំងអស់នេះធ្លាប់ឯនៅពេលដែលយើងធ្វើការសម្រេចចិត្តទៅលើរឿងអីមួយទាំងដែលយើងដឹងថារឿងហ្នឹងវាអត់សូវល្អឯងក៏ប៉ុន្តែយើងនៅតែបន្តធ្វើទៀតដោយសារតែយើងមានអារម្មណ៍ថាយើងស្ដាយលុយដែលយើងបានចាយទៅយើងស្ដាយពេលវេលាដែលយើងបានចំណាយជាមួយគ្នាឬក៏យើងស្ដាយការខិតខំប្រឹងប្រែងកន្លងមកក៏ប៉ុន្តែពេលខ្លះអាការស្ដាយរបស់យើងហ្នឹងវាទៅជាធ្វើឲ្យយើងខាតបង់កាន់តែច្រើនទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាយើងសុទ្ធតែធ្លាប់មានបទពិសោធន៍ស្តៀងហ្នឹងឥឡូវខ្ញុំឧទាហរណ៍តាក់ទងជាមួយនឹងការញ៉ាំអាហារមួយចុងបងប្អូននេះធ្លាប់ឯនៅពេលដែលយើងញ៉ាំទៅតាមពិតយើងឆ្អែតអីក៏ប៉ុន្តែអាហារវានៅសល់នៅក្នុងចានហើយយើងចេះតែមានអារម្មណ៍ថាស្ដាយកំងគេមកញ៉ាំអស់$10ហ្នឹងអញ្ចឹងទោះជាយើងមានអារម្មណ៍ថាឆ្អែតមិនក៏ដោយក៏ប៉ុន្តែយើងនៅតែប្រឹងញ៉ាំអាហារហ្នឹងឲ្យទាល់តែអស់ញ៉ាំរហូតដល់តែយើងមានអារម្មណ៍ថាអត់ស្រួលខ្លួនឬក៏ទៅជាញ៉ាំរហូតដល់មានអារម្មណ៍ថាចង់ក្អួតណាហេតុផលគឺដោយសារតែយើងស្ដាយព្រោះយើងបានកំងអាហារនឹងហើយបើអត់ញ៉ាំទេមានអារម្មណ៍ថាខាតលុយដែលយើងបានចំណាយអញ្ចឹងសុខចិត្តញ៉ាំទាំងដែលយើងឆ្អែតហើយហ្នឹងចុងក្រោយគឺវាប៉ះពាល់មកដល់សុខភាពរបស់យើងធ្វើឲ្យយើងធាត់អីចឹងទៅឬក៏ឧទាហរណ៍ថាទៅញ៉ាំ buffet ម្នាក់$15ប៉ុន្តែយើងញ៉ាំទៅមានអារម្មណ៍ថាឆ្អែតទេតែយើងគិតថាបើតាមមើលអ្វីដែលខ្លួនឯងញ៉ាំនោះដូចតែអស់$10អញ្ចឹងស្ដាយ$5ហ្នឹងធ្វើមិនញ៉ាំឲ្យវាសមតម្លៃញ៉ាំឲ្យតតែគ្រប់អ្វីដែលយើងគិតថាប៉ុណ្ណឹង$5វាញ៉ាំរហូតដល់យើងមានអារម្មណ៍ថាដើរលេងចង់រួយបងប្អូនអរគ្នាអញ្ចឹងអាការស្ដាយហ្នឹងពេលខ្លះវាទៅជាធ្វើឲ្យយើងខាត់បង់វិញវាមិនមែនខាត់បង់លុយនេះទេប៉ុន្តែវាខាត់បង់សុខភាពរបស់យើងទៅថ្ងៃមុខអានេះគ្រាន់តែរឿងសាមញ្ញមួយឯងឥឡូវយើងចូលមកដល់ការសេពគប់មនុស្សវិញបងប្អូនទាំងគ្នាខ្ញុំឧទាហរណ៍ថាយើងចំណាយពេលសេពគប់ទៅលើបុរសឬក៏នារីណាម្នាក់ប៉ុន្តែយើងសេពគប់គ្នាមក4-5ឆ្នាំយើងចាប់ផ្ដើមមើលឃើញថាទៅមុខទៀតដូចជាអត់សូវចុះសម្រុងគ្នាឬក៏គោលដៅនៃជីវិតរបស់យើងវាចាប់ផ្ដើមខុសគ្នាឬក៏ពេលខ្លះយើងសេពគប់យើងចំណាយពេលជាមួយគ្នាទៅយើងចាប់ផ្ដើមរកឃើញនៅចំណុចមិនល្អមួយចំនួនមែនតើគឺយើងមានតែទាំងអស់គ្នាតែអាចំណុចអវិជ្ជមានហ្នឹងក៏ប៉ុន្តែយើងជជែកគ្នាថាយើងអាចផ្លាស់ប្ដូរឬក៏យើងសម្របសម្រួលគ្នាមិនដើម្បីឲ្យការរស់នៅរបស់យើងកាន់តែចុះសម្រុងហើយមានក្តីសុខប៉ុន្តែមានអារម្មណ៍ថាដូច4-5ឆ្នាំហើយនៅតែអត់អាចសម្របសម្រួលជាមួយគ្នានៅតែអត់អាចកែប្រែអីដើម្បីគ្នាបានណាហើយយើងមានអារម្មណ៍ថាស្ដាយសាច់គប់គ្នាមក4-5ឆ្នាំហើយខ្ជិលទៅចំណាយពេលសាច់គប់អ្នកថ្មីទៀតអញ្ចឹងនៅតែបន្តរស់នៅក្នុងតំណែងហ្នឹងទាំងដែលយើងដឹងថាវាអត់សូវល្អឬក៏វាអត់សូវមានក្តីសុខឬក៏ពេលខ្លះយើងចេះគិតថាមកអីទៅការជាមួយគ្នាទៅប្រហែលជាគាត់អាចនឹងផ្លាស់ប្ដូរប៉ុន្តែនៅពេលដែលការទៅក៏គាត់នៅតែអញ្ចឹងការរស់នៅវានៅតែអត់ចុះសម្រុងអញ្ចឹងយើងគិតថាទៀតមកអីទៅជំរឿប្រហែលជាមានកូនមួយទៅជីវិតគ្រួសារហ្នឹងប្រហែលជាមានក្តីសុខជាងមុនអញ្ចឹងកូនមួយក៏នៅតែដដែលអញ្ចឹងកូន2កូន3គឺចុងក្រោយនៅតែដដែលដោយសារតែពីដំបូងមកវាកើតចេញពីអារម្មណ៍សោកស្ដាយរបស់យើងដែលយើងគិតថាសេពគប់គ្នាមកប្រហែលឆ្នាំហើយអញ្ចឹងចេះតែបន្តរស់នៅជាមួយគ្នាទៅមុខទៀតទៅអាហ្នឹងក៏ជាគេហៅថាភាសាចិត្តវិទ្យាគេឲ្យឈ្មោះថា sunk cost fallacy មានន័យថាពេលខ្លះមនុស្សយើងមានអាភាពសោកស្ដាយហ្នឹងដែលយើងស្ដាយទៅលើលុយដែលយើងបានចាយស្ដាយទៅលើពេលវេលាដែលយើងបានចំណាយមួយគ្នាឬក៏ការខិតខំប្រឹងប្រែងមួយចំនួនដែលយើងបានលះបង់ទៅយើងចេះចង់ធ្វើម៉េចឲ្យទទួលបានអ្វីដែលសមតម្លៃមកវិញក៏ប៉ុន្តែពេលខ្លះយើងចេះតែដេញតាមអាភាពស្ដាយហ្នឹងចុងក្រោយគឺយើងខាតបង់កាន់តែច្រើនឥឡូវខ្ញុំឧទាហរណ៍សាមញ្ញមួយទៀតចុះតាក់ទងជាមួយនឹងការធ្វើអាជីវកម្មដែលពេលខ្លះអាជីវកម្មហ្នឹងយើងដឹងថាវាឡើងទៅមុខឲ្យបងប្អូនអស់គ្នាប៉ុន្តែយើងស្ដាយលុយដែលយើងបានវិនិយោគទៅអញ្ចឹងយើងចេះតែចង់ដកលុយទៅវិនិយោគបន្តបន្ថែមទៀតធ្វើម៉េចស្ដារអាជីវកម្មហ្នឹងឡើងមកវិញក៏ប៉ុន្តែពេលខ្លះវាកាន់តែធ្វើឲ្យយើងខាតបង់កាន់តែច្រើនហើយអារម្មណ៍យើងវាចេះតែស្ដាយយើងចង់បានលុយដែលចំណាយទៅមកវិញប៉ុន្តែចុងក្រោយយើងចេះតែវិនិយោគបន្តទៀតគឺខាតបង់កាន់តែច្រើនឬក៏ឧទាហរណ៍សាមញ្ញមួយទៀតថាអ្នកដែលគាត់លេងល្បែងស៊ីសងបងប្អូនគ្នាឧទាហរណ៍ថាគាត់ចាញ់អស់100000អញ្ចឹងគាត់ស្ដាយអាលុយ100000ហ្នឹងគាត់ប្រឹងលេងបន្តទៀតធ្វើម៉េចស្រង់ដើម100000ហ្នឹងមកវិញប៉ុន្តែចុងក្រោយគឺថាអស់ពីខ្លួនបដ ாய் អានេះគ្រាន់តែជាឧទាហរណ៍សាមញ្ញមួយចំនួនដែលបង្ហាញឲ្យបងប្អូនឃើញថាពេលខ្លះយើងធ្វើការសម្រេចចិត្ត
គឺចាញ់បោកក្បាលរបស់ខ្លួនឯងឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងថ្មីនឹងដោយសារតែខ្ញុំចុះឈ្មោះទៅរត់ម៉ារ៉ាតុងបងប្អូនគ្នាអញ្ចឹងខ្ញុំត្រូវទិញស្បែកជើងរត់មួយសម្រាប់រយៈចម្ងាយដែរឆ្ងាយឬក៏អាចនិយាយបានថាស្បែកជើងដែលរត់សម្រាប់ម៉ារ៉ាតុងអញ្ចឹងខ្ញុំកំងមកគឺវាខុសលេខបងប្អូនគ្នាតែពិតលេខ36តែដែរប៉ុន្តែបើជើងម៉ាក់ហ្នឹងវារៀងទូចជាងយកមកពាក់ទៅគឺនៅពេលដែលអវ៉ាន់មកដល់ខ្ញុំមានអារម្មណ៍ថាស្បែកជើងហ្នឹងជាអៀតអីប៉ុន្តែខ្ញុំមានអារម្មណ៍ថាស្ដាយលុយដែលបានចំណាយទៅបងប្អូនគ្នាហើយយើងទិញពីក្រៅប្រទេសមកទៀតអញ្ចឹងយើងអាចដូរសាយឬក៏ដូរស្បែកជើងអីទេអញ្ចឹងខ្ញុំគិតថាមកអីខ្ញុំចេះបោកខ្លួនឯងដែរចេះពាក់យូរទៅវារៀងយីហើយស្បែកជើងហើយខ្ញុំក៏យកមកពាក់រត់បងប្អូនគ្នាគ្រាន់តែរត់សមទេណាខ្ញុំរត់បានប្រហែលជា1គីឡូដំបូងខ្ញុំចាប់ផ្ដើមដឹងថាអូពីជើងនឹងពាក់កើតទេតឹងខ្លាំងមែនតើតែខ្ញុំថាអើយរត់បាន1គីឡូឯងខ្ជិលឈប់រត់បន្តទៀតឲ្យគ្រប់គោលដៅនេះហ្នឹងដូចជារត់7គីឡូបងប្អូនអញ្ចឹងនៅពេលដែលរត់ចប់គេថាខ្ញុំឡើងពងជើងហើយខ្ញុំខូចកញ្ចក់អស់មួយកញ្ចក់ជើងហ្នឹងគឺវាទល់ជាមួយស្បែកជើងខ្លាំងពេកវាទៅជាខ្ទាំឈាមដូចកញ្ចក់ជើងស្អុយអញ្ចឹងបងប្អូននេះឡើងខ្មៅអញ្ចឹងទៅអញ្ចឹងឈឺជើង2ថ្ងៃអាហ្នឹងគឺកើតចេញពីរឿងស្ដាយបងប្អូនគ្នាស្ដាយលុយដែលបានចំណាយទិញបែកជើងហ្នឹងអញ្ចឹងធ្វើម៉េចពាក់វាតែទាំងដែលយើងដឹងថាពាក់ទៅឈឺជើងពាក់ទៅអត់កើតទេប៉ុន្តែយើងនៅតែយកមកពាក់ទៀតអញ្ចឹងយងក្រោយក៏មានអីគឺឈឺជើងហ្នឹងឯងបងប្អូនគ្នាយើងថាស្ដាយរហូតដល់ខ្លាចទៅជាខាតបង់ពេលខ្លះវាអាចជាការខាតបង់លុយកាក់ពេលខ្លះវាខាតទៅលើរឿងសុខភាពឬក៏ពេលខ្លះទៀតយើងខាតបង់ទៅលើធម៌ពលនៃជីវិតរបស់យើងកាន់តែច្រើនដោយសារតែរឿងស្ដាយហ្នឹងអាហ្នឹងគាត់រឿងបែកជើងអញ្ចឹងទៅបងប្អូនគ្នាចុងក្រោយគឺនៅតែទិញបែកជើងថ្មីមួយគូទៀតដដែលមួយទៀតគឺខ្ញុំចាប់អារម្មណ៍ទៅលើរបស់របរប្រើប្រាស់នៅក្នុងផ្ទះឬក៏ខោអាវដែលយើងមានណាបងប្អូនគ្នាពេលខ្លះយើងភាគច្រើនមកដល់សម័យបច្ចុប្បន្នយើងទិញតាមអនឡាញអញ្ចឹងពេលខ្លះមើលពីតាមទូរស័ព្ទដៃទៅគិតថាល្អគិតថាសមអីចឹងទៅតែពេលយកមកមែនតើជួនកាលអាវហ្នឹងយើងពាក់ទៅវាឆ្អៀតឬក៏វាអត់សូវសមវាអត់សូវស្អាតដូចអ្វីដែលយើងមើលពីក្នុងទូរស័ព្ទទេរបស់របរប្រើប្រាស់មួយចំនួនក៏ចឹងដែរអញ្ចឹងយើងចេះតែមានអារម្មណ៍ថាអូយស្ដាយអាវមួយហ្នឹងទិញអស់$10ខោហ្នឹងទិញអស់$20ស្បែកជើងឬក៏កាបូបអីហ្នឹងគឺទិញទៅយើងមានអារម្មណ៍ថាស្ដាយលុយប៉ុន្តែយើងអត់ស្រឡាញ់ទេនៅពេលដែលអាវ៉ាន់ហ្នឹងមកដល់ផ្ទះហើយយើងចេះតែប្រមូលវាទុកក្នុងផ្ទះមកដល់គ្នាបើឲ្យគេក៏ស្ដាយដែរថាទិញមកតបានពាក់សំបីតែម្ដងលើឲ្យគេស្ដាយហ៎តាយើងទុកក្នុងផ្ទះយើងទុកក្នុងទូអញ្ចឹងអាវ៉ាន់ហ្នឹងគឺវាមានចេះតែច្រើនទៅប៉ុន្តែអ្វីដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ដែលយើងស្រឡាញ់ចូលចិត្តអីហ្នឹងវាមានតែប្រមាណទេប៉ុន្តែយើងចេះតែប្រមូលរបស់ហ្នឹងយកមកទុកក្នុងផ្ទះរហូតបងប្អូនគ្នាអញ្ចឹងយើងស្ដាយលុយដែលបានចាយទៅក៏ប៉ុន្តែរបស់ហ្នឹងវាអត់ឆ្លើយតបជាមួយតម្រូវការរបស់យើងទេប៉ុន្តែយើងចេះតែទុកវានៅក្នុងជីវិតទុកវានៅក្នុងផ្ទះរបស់យើងអញ្ចឹងយើងខាតបង់ទៅវិញគឺអីទី1គឺខាតពេលវេលាខាតនឹងធម៌ពលនៅក្នុងការរៀបចំទុកដាក់របស់ទាំងអស់ហ្នឹងបងប្អូនគ្នាខ្ញុំក៏មានបទពិសោធន៍នៅអាកាអាវកាបូបអាវ៉ាន់ប្រើប្រាស់មួយចំនួនទិញមកខុសហ្នឹងចេះស្ដាយយកមកទុកចុះទុកឡើងឆ្អៀតរៀបចំលេខកើតបានតែប៉ុន្មានវាមានអាវ៉ាន់ផ្សេងចូលមកក្នុងផ្ទះរបស់យើងទៀតអញ្ចឹងហើឡើងរៀបទៅរៀបមកនៅតែក្នុងផ្ទះតែអត់មានយកមកប្រើអីទេគ្រាន់តែយើងនៅតែមានអារម្មណ៍ស្ដាយលុយដែលបានចំណាយចេញទៅបងប្អូនគ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមបដូរវិញមានន័យថាពេលខ្លះអាការស្ដាយហ្នឹងវាទៅជាធ្វើឲ្យយើងខាតវិញណាអញ្ចឹងជាងដែលយើងទុករបស់ណាដែលយើងគិតថាយើងប្រើក៏អត់កើតឬក៏វាអត់ឆ្លើយតបជាមួយតម្រូវការរបស់យើងទេយើងគួរតែរៀនចែករំលែករបស់ហ្នឹងទៅកាន់អ្នកដទៃទី1គឺខ្ញុំគិតថាផ្ទះរបស់យើងក៏វាស្អាតទី2អញ្ចឹងអមបងប្អូននេះទោះបីជាយើងទុករបស់ទាំងអស់ហ្នឹងទាំងដែលយើងមានអារម្មណ៍ថាស្ដាយប៉ុន្តែបើលុយដែលយើងចាយទៅគឺយើងចំណាយទៅបាត់ហើយហ្នឹងអញ្ចឹងទោះទុករបស់ហ្នឹងនៅផ្ទះឬក៏ឲ្យទៅកាន់អ្នកដទៃចុងក្រោយយើងនៅតែអត់បានលុយមកវិញដដែលគ្រាន់តែថាបើយើងបានចែករំលែកទៅកាន់អ្នកដទៃអ្នកដែលគាត់ត្រូវការទៅវាមានប្រយោជន៍សម្រាប់គាត់ជាងដែលយើងទុកវាឲ្យណែនទៅក្នុងផ្ទះហើយយើងចំណាយពេលចំណាយធម៌ពលនៅក្នុងការ
រៀបចំទុកដាក់របស់ទាំងអស់ហ្នឹងអានេះគឺរឿងសាមញ្ញនេះតែពិតទៅមានឧទាហរណ៍ច្រើនទីបងប្អូនទាំងអស់គ្នាក្នុងជីវិតរបស់យើងណាដែលពេលខ្លះយើងធ្វើការសម្រេចចិត្តដោយចាញ់បោកខួរក្បាលរបស់ខ្លួនឯងហើយយើងស្ដាយអ្វីដែលយើងបានចំណាយប៉ុន្តែចុងក្រោយអាការស្ដាយហ្នឹងវាទៅជាធ្វើឲ្យយើងកាន់តែខាតបង់ទៅវិញអញ្ចឹងខ្ញុំត្រឡប់មកវិញថាឧទាហរណ៍ថាបើសិនជាឥឡូវនឹងបងប្អូនទាំងអស់គ្នាសេពគប់នរណាម្នាក់ឬក៏រស់នៅក្នុងតំណែងអីមួយដែលយើងមានអារម្មណ៍ថាយើងទៅមុខមួយគ្នាទៅលែងសូវល្អហើយមិនមែនមានន័យថារស់នៅមួយគ្នាយើងអត់ចេះកែសម្រួលរស់នៅមួយគ្នាមានបញ្ហាហត់ចោលគ្នាមិនមែនទេបងប្អូនទាំងអស់គ្នាកុំច្រឡំណាអាករណីដែលខ្ញុំនិយាយយើងដឹងច្បាស់ក្នុងចិត្តយើងហ្មងថានៅមួយគ្នាទៅវាអត់សូវល្អទៅមុខមួយគ្នាទៅវាអត់មានក្តីសុខឬក៏ពេលខ្លះយើងរស់នៅក្នុងតំណែងហ្នឹងគឺមាននៅការប្រើប្រាស់អំពើហិង្សាទាំងពាក្យសម្ដីឬក៏ទៅលើរាងកាយអាហ្នឹងគឺថាបញ្ញាប់បញ្ចប់បងប្អូនទាំងនេះបញ្ញាប់ទៅស្វែងរកឬក៏មានថាយើងផ្ដាច់បញ្ចប់តំណែងមួយហ្នឹងជាជាងដែលយើងនៅបន្តគិតថាអូយស្គាល់គ្នាមកជិត10ឆ្នាំហើយទោះគាត់អញ្ចឹងមែនប៉ុន្តែមកអីខៃឡុងឯមុខគាត់កែប្រែវាអត់អញ្ចឹងបងប្អូនទាំងអស់គ្នាព្រោះពេលខ្លះយើងកាន់តែបន្តមានន័យថាយើងហាក់បីដូចជាធ្វើបាបខ្លួនឯងកាន់តែខ្លាំងហើយដូចអាហារដែលយើងហូបចុកអីចឹងកុំឲ្យស្ដាយរហូតដល់ខ្លាយទៅជារឿងខាត់បងធ្វើឲ្យយើងខូចសុខភាពណាបើសម្រាប់ខ្ញុំក៏ខ្ញុំមានដូចគ្នាដែរអារឿងយើងកំងអីហើយញ៉ាំអត់អស់យើងឆ្អែតទៅចេះស្ដាយចេះប្រឹងញ៉ាំឬក៏ទៅញ៉ាំ buffet ចេះគិតថាញ៉ាំធ្វើម៉េចឲ្យសមតម្លៃដែលយើងបានចំណាយឧទាហរណ៍ថាម្នាក់5-10 រៀលធ្វើម៉េចញ៉ាំឲ្យបានច្រើនអីចឹងណាយើងបដូរមកការដែលយើងគិតវិញថាយើងគួរញ៉ាំបណ្ណាសមល្មមហៅម្ហូបមិនកុំឲ្យសល់កុំឲ្យញ៉ាំអត់អស់ណាបងប្អូនទាំងគ្នាហើយការទៅញ៉ាំ buffet ខ្ញុំគិតថាញ៉ាំដើម្បីឆ្ងាញ់យូរយើងញ៉ាំព្រោះយើងចង់ញ៉ាំសាច់ឬក៏យើងញ៉ាំអីដែលនេះទៅប៉ុន្តែញ៉ាំឆ្អែតល្មមទៅបានបងប្អូនទាំងគ្នាកុំចង់ខាតចំណេញដោយសាររឿងហ្នឹងព្រោះចុងក្រោយយើងកាន់តែខាតបង់កាន់តែច្រើនទាក់ទងនឹងសុខភាពនៅក្នុងរយៈពេលវែងអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺថាពេលខ្លះបើសិនជាដឹងថារឿងហ្នឹងអត់ល្អបន្តទៅមុខទៀតក៏វាធ្វើឲ្យយើងកាន់តែខាត់បង់យើងគួរតែបញ្ឈប់វាឥឡូវនឹងភ្លាមទៅកុំចេះតែបន្តបដែតបដោយទាំងហ្នឹងថាអត់ល្អព្រោះចុងក្រោយយើងនឹងធ្វើឲ្យជីវិតរបស់យើងវាកាន់តែខាតបង់វាកាន់តែប៉ះពាល់កាន់តែច្រើនឡើងហើយខ្ញុំចែករំលែកពីរឿងហ្នឹងដោយសារតែចេះបងប្អូនទាំងគ្នាជាទូទៅខួរក្បាលរបស់យើងវាធ្វើការអត់ល្អអត់ខ្ចោះទេវាមានចន្លោះប្រហោងដូចខ្ញុំនិយាយនៅ podcast មុននេះអញ្ចឹងថាពេលខ្លះខ្ញុំអត់យល់ខ្លួនឯងដែរថាមិនអញ្ចឹងខួរក្បាលមួយហ្នឹងធ្វើការអត់ល្អអត់ខ្ចោះឬក៏នៅមានចំណុចខ្វះខាតអាហ្នឹងគឺដូចខ្ញុំនិយាយកន្លងមកអញ្ចឹងថាខួរក្បាលហ្នឹងវាគឺជាសរីរាង្គមួយដែលដើរអត់ទាន់សម័យកាលនោះទេវានៅតែគិតថាខ្លួនវារស់នៅក្នុងសម័យយុគថ្មនៅឡើយហ្នឹងបងប្អូនតានេះអញ្ចឹងមូលហេតុដែលយើងចេះតែមានអារម្មណ៍ថាស្ដាយអាហារដែលនៅសល់ស្ដាយពេលវេលាដែលយើងចំណាយជាមួយនរណាម្នាក់ស្ដាយការខិតខំប្រឹងប្រែងកន្លងមកអីហ្នឹងគឺដោយសារតែអញ្ចឹងបងប្អូនបើយើងត្រឡប់ទៅកាលពីសម័យយុគថ្មសម័យដែលមនុស្សរស់នៅប្រើជីវិតដោយការបោកបាញ់ឬប្រមាញ់វិញណាមានន័យថាសម័យនោះគឺយើងអត់សូវមានធនធានទាំងអាហារទាំងមនុស្សបងប្អូនអស់នេះអញ្ចឹងមានន័យថាបើសិនជាថ្ងៃហ្នឹងយើងរកអាហារបានយើងបោកបាញ់សត្វបានយើងបេះផ្លែឈើបានយើងគួរតែញ៉ាំវាអស់ទៅព្រោះយើងអត់ប្រកាសទេថាថ្ងៃស្អែកយើងអាចរកអាហារបានទៀតព្រោះអាហារវាពិបាកនៅក្នុងការស្វែងរកវាត្រូវបន្ថយជីវិតដើម្បីចេញទៅប្រមាញ់អញ្ចឹងមានអីគួរតែញ៉ាំឲ្យអស់ទៅយ៉ាងហោចណាស់យើងអាចស្តុកទុកនៅធម្មពលនៅក្នុងខ្លួនព្រោះយើងអត់ច្បាស់ទេថាថ្ងៃស្អែកនឹងមានអាហារហូបចុកណាឬក៏អត់ឬក៏ការជ្រើសរើសដៃគូជីវិតហ្នឹងដោយសារតែនៅក្នុងសម័យយុគថ្មគឺយើងរស់នៅជាលឿនថាជាក្រុមជាកុលសម្ព័ន្ធទូចអញ្ចឹងនៅក្នុងកុលសម្ព័ន្ធអត់មានមនុស្សច្រើនទេហើយអាយុជីវិតរបស់មនុស្សហ្នឹងគឺអត់មានអាយុវែងដូចយើងសម័យបច្ចុប្បន្នទេមានន័យថាជីវិតប្រឈមទៅនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃអាចថាត្រូវបានសត្វស៊ីឬក៏កើតជំងឺឆ្លងស្លាប់អីទៅអញ្ចឹងការជ្រើសរើសដៃគូជីវិតគឺអត់ចាំបាច់ត្រូវរើសច្រើនទេបើសិនជាយើងអត់យកមនុស្សម្នាក់ហ្នឹងទេជួនកាលយើងអាចនឹងអត់មានដៃគូជីវិត
រហូតដល់យើងស្លាប់ឬក៏យើងអត់អាចមានកូនដើម្បីបន្តពូជពង្សឬក៏អំបូររបស់ខ្លួនទៀតអញ្ចឹងក្នុងខួរក្បាលយើងគឺចេះតែមានអារម្មណ៍ថាស្ដាយបើមានអាហារអីដែលនៅសល់គួរតែញ៉ាំឲ្យអស់ទៅបើសាច់គប់មនុស្សនឹងល្មមទេក៏ជ្រើសរើសគ្នាជាដៃគូជីវិតទៅអញ្ចឹងខួរក្បាលហ្នឹងគឺវាគិតអញ្ចឹងហ្មងបងប្អូនគ្នាប៉ុន្តែមកដល់ពេលបច្ចុប្បន្នអាហារដែលយើងហូបចុកគឺវាសម្បូរបែបខ្លាំងមែនទែនមនុស្សគឺមានច្រើនពាសពេញពិភពលោកហ្នឹងអញ្ចឹងបើសិនជាអ្វីដែលយើងដឹងថាវាមិនល្អយើងគួរតែប្រឈប់ភ្លាមកុំឲ្យអាភាពសោកស្ដាយទៅលើលុយដែលយើងបានចាយពេលវេលាដែលយើងបានចំណាយការខិតខំប្រឹងប្រែងកន្លងមកវាអស់យើងឬក៏វាធ្វើឲ្យយើងកាន់តែខាតបង់កាន់តែច្រើនឡើងអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកនៅក្នុងប្រធានបទរបស់យើងថ្ងៃនេះហើយបើសិនជាបងប្អូនទាំងអស់គ្នាមានបទពិសោធន៍ឬក៏មានឧទាហរណ៍អីផ្សេងតាក់ទងជាមួយរឿងហ្នឹងគឺអាចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមនេះបានហើយអរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតសម្រាប់ការទស្សនាវីដេអូមួយនេះហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើន